អ្នកដែលរកស៊ីអចលនទ្រព្យអីដែលពិបាកជាងគេនឹងគឺការបញ្ចុះបញ្ចូលភ្ញៀវឲ្យទិញនឹងឯងហើយជឿខ្ញុំអត់បើសិនជាខ្ញុំប្រាប់ថាខ្ញុំមានវិធីសាស្ត្រដើម្បីឲ្យការលក់របស់យើងនឹងវាមានប្រសិទ្ធភាពជាងមុនអត់និយាយលេងសើចទេណាបងហើយដំណោះស្រាយនេះគឺការដេកគាត់ជាមួយនឹងឡាន VIP ហេតុអីបានជាខ្ញុំហ៊ាននិយាយអញ្ចឹងនៅពេលដែលភ្ញៀវគាត់ចង់ទិញទៅលើទ្រព្យសម្បត្តិណាមួយគាត់មើលទៅលើរឿងពីរយ៉ាងទី1តើវាមានសុវត្ថិភាពអត់ទី2តើគាត់អាចទុកចិត្តមកលើយើងជាអ្នកលក់នឹងបានអត់ហើយការដេកគាត់ឡាន VIP នឹងអាចជួយទៅដល់ការលក់របស់អ្នកទាំងអស់គ្នានឹងទៅលើហេតុផលមួយធម្មតាទេគឺវា upgrade បទពិសោធន៍អ្នកទិញនឹងទាំងមូលតែម្ដងពេលដែលអ្នកទាំងអស់គ្នាជាឡាន VIP នាំភ្ញៀវទៅមើល property ណាមួយហើយសុខភាពនៅក្នុងឡាន VIP នឹងគឺវានឹងធ្វើឲ្យអតិថិជនរបស់យើងនឹងគាត់មានអារម្មណ៍ល្អហើយអ្នកទាំងអស់គ្នាដឹងហើយបើសិនជាអតិថិជនរបស់យើងមានអារម្មណ៍ល្អការលក់ក៏វានឹងងាយស្រួលជាងមុនដែរមិនចឹងហើយមួយទៀតនឹងគឺវាតកតទៅនឹងកេរ្តិ៍ឈ្មោះកិត្តិយសនិងការទុកចិត្តរបស់ភ្ញៀវមកកាន់អ្នកទាំងអស់គ្នានឹងឯងនៅពេលដែលអ្នកទាំងអស់គ្នាមានឡាន VIP គឺវាផ្អានផ្ដល់សញ្ញាមួយទៅកាន់អ្នកទិញថាអ្នកទាំងអស់គ្នាគឺមើងម៉ាត់ច្បាស់លាស់ហើយអាចទុកចិត្តបានហើយនឹងឯងគឺជាអីដែលភ្ញៀវគាត់ចង់ឃើញឥឡូវយើងមកមើលឡាន VIP មួយនេះដែលយើងបានដេករួចមានទាំងសាឡុងកៅអី VIP ហើយមានតុធ្វើការហើយមានទូធំមួយនៅលើនឹងទៀតចឹងសម័យមើលបើសិនជាភ្ញៀវគាត់ដើរឡើងមកលើឡានហ្នឹងគាត់មានអារម្មណ៍មានទាំងតុធ្វើការដែលយើងអាចអង្គុយនិយាយគ្នាពិភាក្សាឬក៏សញ្ញាឯកសារអីនៅលើនឹងបានមានទូរទស្សន៍ដែលយើងអាចបង្ហាញពីអចលនទ្រព្យឬក៏ property របស់យើងហើយមិនតែប៉ុណ្្នឹងឯងគឺយើងមានទាំងម៉ាស៊ីនឆុងកាហ្វេជាមួយនឹងទូទឹកកកក្នុងនឹងទៀតហើយជាមួយនឹងការដេកឡានមួយហ្នឹងគឺយើងមានធានារយៈពេល1ឆ្នាំទៅលើប្រព័ន្ធភ្លើងបើសិនជាបងជិះទៅមានបញ្ហាទៅលើប្រព័ន្ធភ្លើងបងអាចយកមកពេលណាក៏បានដែលបងឃើញយើងធ្វើការដោះស្រាយជូនបងតែម្ដងហើយកុំភ្លេចមើលថែអតិថិជនដូចជា VIP អតិថិជននឹងគ្រប់យើងហើយការលក់ក៏វានឹងមានភាពងាយស្រួលជាងមុនបើសិនជាបងចាប់អារម្មណ៍បងអាចតាក់ទងមក page ឬក៏ Telegram ដែលយើងបានដាក់នៅលើវីដេអូហ្នឹងទីតាំងរបស់យើងគឺនៅលើបណ្ដោយផ្លូវជាសភារាទល់មុខសាលា Learning Jungle